ខ្ញុំតែងតែលើសំណួរពួកត្រូវជើងមួយចំនួនចោទមកសួរថាពួកអាក្រៅប្រទេសធ្វើអីបានខ្លះរវាងសង្គ្រាមខ្មែរថៃពួកអាអ្នកប្រឆាំងជួយអីបានខ្លះរវាងសង្គ្រាមខ្មែរថៃពេលនេះអ្នកដែលក្រៅប្រទេសកំពុងតែធ្វើហើយលោកមូនពេជ្របានរៀបចំពាក្យបណ្ដឹងក្នុងការប្តឹងទៅ ICC ករណីសៀមបាញ់ប្រហារមកលើជនស៊ីវិលគឺជាជនជាតិខ្មែរហើយក្នុងពេលនេះផ្ទាល់តែម្ដងលោកស្រីទឹក គឹមហ៊ុនដែលជាប្រធានស្ថាប័នក្រសួងការបរទេសរបស់រដ្ឋាភិបាលឯករាជ្យ$23បានរៀបចំញត្តិក្នុងការផ្ញើសារទៅកាន់លោកដូណាល់ត្រាំផ្ទាល់តែម្ដងតើអ្នកដែលកំពុងតែស្រែកថាអ្នកក្រៅប្រទេសហ៊ានមិនហ៊ាននោះហ៊ានចូលរួមចុះឈ្មោះជាមួយពួកយើងក្នុងការផ្ញើសារទៅកាន់លោកដូណាល់ត្រាំដែរឬអត់សូមប្រជាពលរដ្ឋខ្មែរចាស់ទាំងអស់ទូទាំងក្នុងនិងក្រៅប្រទេសចូលរួមផ្ញើសារជាមួយពួកយើងទៅកាន់លោកដូណាល់ត្រាំឲ្យធ្វើការសម្រេចចិត្តណាមួយក្នុងការដាក់សម្ពាធទៅកាន់ប្រទេសសៀមផ្ទាល់តែម្ដងតាមរយៈ White សូមបងប្អូនចូលរួមចុះឈ្មោះប្រវត្តិរូបអាស័យដ្ឋានអ៊ីមែលនិងលេខទូរស័ព្ទបងប្អូនក្នុងការផ្ញើសារផ្ទាល់ទៅកាន់លោកដូណាល់ត្រាំចាកុំភ្លេចចូលរួមទាំងអស់គ្នាហើយសារនេះក៏ផ្ញើជូនទៅសម្ដេចផងចាសង្ឃឹមថាសម្ដេចនឹងចូលរួមប្រសិនបើជាសម្ដេចមិនហ៊ានធ្វើចារួមទាំងបបធិបតីណាចាបើមិនហ៊ានប្តឹងពេលនេះលោកមូនពេជ្រកំពុងតែរៀបចំឯកសារប្តឹងពេលនេះរដ្ឋាភិបាលឯករាជ្យ$23ក៏កំពុងតែធ្វើដូចគ្នាផងដែរចាក្នុងការផ្ញើសារទៅកាន់លោកដូណាល់ត្រាំចាហើយក៏កំពុងតែរៀបចំឯកសារផ្សេងទៀតដាក់ទៅកាន់បណ្ដាប្រទេសទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងការចុះហត្ថលេខាទៅលើគេហៅថាសន្ធិសញ្ញាទីក្រុងប៉ារីស$23ដូចគ្នាចាហើយក៏ឆ្ងល់ទៀតថាអ្នកក្រៅប្រទេសធ្វើអីបានខ្លះធ្វើហើយហ៊ានចូលរួមដែរអត់ចាខ្ញុំនឹងចាំមើលថាអ្នកដែលកំពុងស្រែកនេះហ៊ានចូលរួម